ក្រុមបាល់ទាត់តំណាងរាជធានីខេត្តចំនួន19ត្រៀមប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនលើកទី20ឆ្នាំ2026-2027ថ្នាក់ខេត្តក្រុមបាល់ទាត់តំណាងរាជធានីខេត្តចំនួន19ទូទាំងប្រទេសបានត្រៀមខ្លួនរួចរាល់ដើម្បីចូលរួមប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនលើកទី20ឆ្នាំ2026-2027ថ្នាក់ខេត្តដែលនឹងគ្រោងចាប់ផ្ដើមការប្រកួតផ្លូវការនៅថ្ងៃទី21ខែកក្កដាឆ្នាំ2026ខាងមុខនេះមុនការប្រកួតចាប់ផ្ដើមប្រកួតជាផ្លូវការមកដល់នៅថ្ងៃពុធទី8ខែកក្កដាឆ្នាំ2026គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជាបានរៀបចំសិក្ខាសាលាស្ដីពីការធ្វើបទបង្ហាញច្បាប់ស្ដីពីការប្រកួត Law of the Game បទបញ្ជាការប្រកួតបទបញ្ជាផ្នែកទីផ្សារនិងផ្សព្វផ្សាយព្រមទាំងនីតិវិធីនិងដំណើរការរៀបចំធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតពានរង្វាន់ខាងលើជាមួយប្រតិភូតំណាងក្លឹបនិងក្រុមបាល់ទាត់ទាំង19ឲ្យបានយល់ដឹងបន្ថែមសិក្ខាសាលានេះបានធ្វើឡើងនៅសាលប្រជុំ Ballroom នៃសន្តាគារ Olympia City Hotel ជាន់ទី5រាជធានីភ្នំពេញដោយមានការចូលរួមធ្វើបទបង្ហាញនិងចែករំលែកបទពិសោធន៍ពីលោកប្រធានការិយាល័យអាជ្ញាកណ្ដាលស្ដីទីនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជានិងក្រុមការងារគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជាការរៀបចំសិក្ខាសាលានេះមានគោលបំណងធានាឲ្យក្លឹបនិងក្រុមបាល់ទាត់ចូលរួមទាំងអស់យល់ដឹងអំពីច្បាប់ការប្រកួតបទបញ្ជាបច្ចេកទេសការងារទីផ្សារនិងផ្សព្វផ្សាយព្រមទាំងនីតិវិធីរៀបចំការប្រកួតនៅពេលធ្វើជាម្ចាស់ផ្ទះដើម្បីឲ្យការប្រកួតប្រព្រឹត្តទៅប្រកបដោយស្តង់ដារតម្លាភាពនិងប្រសិទ្ធភាពសម្រាប់រដូវកាលទី20នេះមានក្រុមបាល់ទាត់តំណាងរាជធានីខេត្តចំនួន19ចូលរួមការប្រកួតដែលត្រូវបានបែងចែកជា5ពូលចាប់ពីពូលកដល់ពូលងក្នុងនោះក្រុមបាល់ទាត់តំណាងតំបន់មាត់សមុទ្រទាំង4ស្ថិតនៅក្នុងពូលងមានខេត្តកោះកុងខេត្តប្រសែននុខេត្តកំពតនិងខេត្តកែបសុទ្ធសឹងតែបានចូលរួមការប្រកួតដូចគ្នាដើម្បីប្រជែងរកលទ្ធផលល្អនិងឱកាសឈានទៅវគ្គបន្តពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនថ្នាក់ខេត្តគឺជាការប្រកួតដ៏មានសារៈសំខាន់មួយក្នុងការលើកកម្ពស់វិស័យបាល់ទាត់ថ្នាក់ខេត្តផ្ដល់ឱកាសដល់កីឡាករបង្ហាញសមត្ថភាពបង្កើនបទពិសោធន៍ប្រកួតនិងពង្រឹងធនធានកីឡាបាល់ទាត់ដើម្បីឈានទៅអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជាឲ្យកាន់តែរីកចម្រើន